បងប្អូនដែលប្រើប្រភេទ highlight ប្រភេទប៉ុង2អញ្ចឹងបងប្អូនឃើញធ្លាប់ឃើញសញ្ញាមួយនេះសញ្ញា lock ប៉ុងនេះប៉ុងមុខនេះប៉ុងក្រោយអញ្ចឹងសម្រាប់ highlight ជា part time four wheel drive ហើយនៅពេលដែលយើងចង់ lock ប៉ុងគឺយើងចុចប៊ូតុងមួយនេះ lock ប៉ុងបែរថា lock ប៉ុងគឺដើម្បីឲ្យប៉ុងខាងក្រោយហ្នឹងកង់ពីឆ្វេងស្ដាំហ្នឹងគឺឲ្យវា lock ចូលគ្នាឲ្យវាធ្វើការព្រមគ្នានៅពេលដែលឡានយើងជាប់ហុងចឹងជាយើងអត់ lock ទេឡានកង់ខាងណាជាប់ហុងគឺវាវិលទៅខាងនោះកង់អត់ជាប់គឺវាអត់វិលទេចឹងយើង lock ប៉ុងមួយទៀតដើម្បីឲ្យកង់ទាំងពីរខាងក្រោយហ្នឹងគឺវាដំណើរការស្មើគ្នាចឹងដើម្បី lock ប៉ុងនឹងបានគឺយើងអាចធ្វើដូចតាមវិធីខាងក្រោមនេះបាទអញ្ចឹងដើម្បីភ្ជាប់គឺប្រភេទ lock ប៉ុងនេះគឺតោះតែយើងដាក់ដល់ L4 អញ្ចឹងឥឡូវខ្ញុំកាច់ចូល L4 សិនហើយមើលទៀតយើងចុចទៅលើប៊ូតុង deflock ចុចមួយមកនឹងចេញសញ្ញាបែបនេះអញ្ចឹងនៅពេលដែលវា lock ជាប់ហើយគឺសញ្ញាបកក្រហមនេះវាអត់លោតផ្លែតទេអញ្ចឹងបើសិនជាឡានបងប្អូនពេលភ្ជាប់ឲ្យភ្លាមវាលោតផ្លែតបងប្អូនអាចទៅមុខបន្តិចទៅឬក៏ថយក្រោយបន្តិចវានឹងជាប់ហើយលោតសញ្ញាមកមានរូបឡានប្រព័ន្ធទប់ដំណឹងជាមួយនឹង ABS វាលោតសញ្ញាមកនឹង TRC turn off traction control turn off អញ្ចឹងនៅពេលដែលគណៈពេលនេះគឺយើងធ្វើឲ្យឡានមានកម្លាំងខ្លាំងអញ្ចឹងប្រព័ន្ធទប់ដំណឹងអីគឺផ្ដាច់ចោលអស់ហើយបាទហើយបន្តមកទៀតបងប្អូនចង់ដោះដូចគ្នាយើងដាក់ដៃលេខនៅ N ឲ្យហើយទៅបន្តមកទៀតយើងចុចទៅលើកន្លែងយើង deflock ដូចគ្នាចុចមួយគឺសញ្ញាវាបាត់ដងមួយបងដងមួយដូចគ្នាតមកទៀតប៉ុងរបស់យើងគឺពី L4 មក H4 វិញពី H4 មក H2 វិញអូខេប៉ុណ្ណឹងគឺយើងជោគជ័យហើយជាទៅប៉ុង2យើងតម្រូវឲ្យបើកយ៉ាងហោចណាស់ក៏ឲ្យបាន10គីឡូទៅ15គីឡូក្នុងមួយខែដែរដើម្បីរក្សាប៉ុងយើងឲ្យមានគុណភាពល្អ